លោកហ៊ុនសែនប៉ុន្មានថ្ងៃមកនេះត្រូវបានគេមើលឃើញថាបានខំប្រឹងប្រែងលើកមុខលោកហ៊ុនម៉ាណែតដោយផ្ញើសារថាលោកបដិញ្ញាជួយរដ្ឋាភិបាលលោកហ៊ុនម៉ាណែតក្នុងការធ្វើទំនើបកម្មយោធានិងគម្រាមបកប្រឆាំងទោះបីថៃបន្តឈ្លានពានទឹកដីខ្មែរតាមចិត្តក្រោយមានបទចុបបាញ់ជាងកន្លះឆ្នាំមកនេះប៉ុន្តែការថ្លែងនេះត្រូវបានមន្ត្រីបកប្រឆាំងនិងបញ្ញវន្តខ្មែរមួយចំនួនស្ដីបន្ទោសថាលោកហ៊ុនសែនគួរកុំនិយាយអួតច្រើនពេកនិងឈប់ផ្ញើសារគំរាមធ្វើបាបលើខ្មែរគ្នាឯងហើយគួរតែងាកមកផ្សះផ្សាជាតិដើម្បីរួមគ្នាទាមទារទឹកដីខ្មែរដែលបានបាត់បង់យកត្រឡប់មកវិញបង្ហាញពីឆន្ទៈការពារទឹកដីនិងប្រជាជាតិខ្មែរក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយប្រតិកម្មទាំងនេះកើតមានឡើងបន្ទាប់ពីលោកហ៊ុនសែនបានថ្លែងនៅក្នុងឱកាសចុះទៅត្រួតពិនិត្យរោងចក្រផលិតឯកសណ្ឋានយោធា DSS នៅក្នុងខេត្តបាត់ដំបងកាលពីថ្ងៃទី11មិថុនាថាលោកនឹងឈានទៅជួយរដ្ឋាភិបាលលើការផលិតនៅសម្ភារៈផ្សេងៗដែលទាក់ទងនឹងវិស័យការពារជាតិនិងសន្តិសុខជាតិយើងនឹងធ្វើឲ្យបានកម្ពុជាធ្លាប់ធ្វើដល់អង្គរវត្តទៅដូច្នេះធ្វើប៉ុណ្ណឹងមិនមែនជាការលំបាកសម្រាប់កូនខ្មែរចំនួនក្រោយនេះទេយើងមិនទុកឲ្យនរណាមើលងាយយើងទេមិនទុកឲ្យនរណាប្រមាថយើងទេយើងត្រូវមានសក្តិស្លេកដោនឹងការទទួលខុសត្រូវចំពោះសំណួរដទៃទៀតតទៅនៅវិស័យការពារខ្ញុំគ្រាន់តែបញ្ជាក់ថាគោលដៅកម្ពុជាគឺត្រូវតែមានកម្រិតទប់ទល់ខ្លួនឯងជាមុតសិតយើងកំពុងតែសិក្សានិងធ្វើការវិនិយោគផលិតនៅថ្ងៃផ្សេងទៀតក៏តកតងទៅនឹងវិស័យការពារតែខ្ញុំមិនអាចនិយាយបានថាវាជាអ្វីនោះទេប៉ុន្តែមកជោបាយដើម្បីការពារជាតិមកជោបាយដើម្បីធ្វើសកម្មការពារជាតិយើងត្រូវតែមានឧបករណ៍ហើយយើងត្រូវតែមានសមត្ថភាពផលិតជាមួយគ្នានេះលោកប្រធានប្រសិទ្ធិក៏មិនភ្លេចធ្វើការវាយប្រហារក្រមប្រឆាំងដែលតែងតែរិះគន់ពីការដឹកនាំទុនខ្សោយរបស់លោកផងដែរដោយប្រើពាក្យសម្ដីក្រោធប្រមាណក្បាលនៅក្រៅប្រទេសនោះតែខ្ញុំគ្រាន់តែនិយាយពីការសុំទោសជាសាធារណៈអំពីការត្រៀមរៀបចំខ្លួនមិនបានគ្រប់គ្រាន់វាចេញមកវាយផ្អាកប៉ុន្តែឯងស្គាល់ហ៊ុនសែនតិចទៅកាលដែលអញទិញឡានច្រើនអញទិញកំភ្លើងច្រើនឯងថាអញចំណាយលុយផ្ទះជាយទិញកំភ្លើងដោយសារតែអាកំភ្លើងទិញច្រើននោះហើយតែតែងារក្នុងការប្រយុទ្ធកន្លងទៅប៉ុន្តែអញនិយាយអំពីចំណុចខ្វះខាតទាំងឡាយតែត្រៀមរៀបចំមកខ្លួនបានល្អរាប់ទាំងអាវនឹងក៏ជាផ្នែកមួយនៃការប្រយុទ្ធដែរឯនេះយល់បាយស្គាល់ហ៊ុនសែនច្បាស់ទេឲ្យតែហ៊ានទៀតបើហ៊ានជាតិនឹងមិនច្បាស់ទេជាតិក្រោយឲ្យហ៊ានទៀតទៅបាយដល់ហ៊ុនសែនមនុស្សបែបណាបន្ថែមពីនេះលោកហ៊ុនសែនបានឲ្យក្រុមប្រឆាំងគួរឈប់ព្រុសទៀតប៉ុន្តែបើនៅតែព្រុសតទៅទៀតក៏ព្រុសទៀតទៅហើយសូមរងចាំមើលលទ្ធផលនាពេលខាងមុខថាតើឧស្សាហកម្មយោធារបស់លោកនឹងរីកចម្រើនប៉ុណ្ណាសម្រាប់លោកម៉ាណាតប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាថ្លែងថាពាក្យសម្ដីអសុរោះអសិលធម៌គ្មានភាពថ្លៃថ្នូរហៅអ្នកនយោបាយប្រឆាំងសុទ្ធតែពាក្យសម្ដីអសុរោះមិនគួរត្រូវបាននិយាយចេញពីមាត់លោកហ៊ុនសែនដែលជាមេដឹកនាំប្រទេសនោះទេពីព្រោះវាមិនត្រឹមតែធ្វើឲ្យលោកហ៊ុនសែនខ្លួនឯងបាត់បង់នៅតម្លៃប៉ុណ្ណោះទេវាថែមទាំងជាការសាបព្រោះនៅគំរូមិនល្អដល់ក្រុមមន្ត្រីនៅក្រមអាវ៉ាតនិងប្រជាពលរដ្ឋដែលខ្វះការអប់រំអាចយកគំរូតាមមិនត្រឹមតែប៉ុណ្ណោះថែមទាំងជំរុញឲ្យមានការបែកបាក់ជាតិកាន់តែខ្លាំងខណៈសៀមនៅតែបន្តឈ្លានពានកម្ពុជាឥតឈប់ឈរយ៉ាងគគ្រឹនដោយឡែកលោកអ៊ុំសំអានអតីតតំណាងរាជគណៈបក្សសង្គ្រោះជាតិក៏បានប្រាប់ VD នៅថ្ងៃទី12មិថុនានេះដែរថាលោកហ៊ុនសែនខ្លាំងបានតែខាងអួតនិងធ្វើបាបខ្មែរគ្នាឯងប៉ុន្តែមិនអាចកសាងអភិវឌ្ឍប្រទេសឲ្យរីកចម្រើនធ្វើឲ្យកងទ័ពខ្លាំងបាននោះទេពីព្រោះកម្ពុជាក្រោមការដឹកនាំដោយលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតកើតមានតែអំពើពុករលួយបកពួកគ្រួសារនិយមជាប្រព័ន្ធប្រតិក្រឡាគ្នារដ្ឋាភិបាលក្បាលធំមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលក៏ច្រើនទីប្រឹក្សាក៏មានចំនួនច្រើនរដ្ឋលេខាធិការក៏ច្រើនអនុរដ្ឋលេខាធិការក៏ច្រើនចំណែកអនុរដ្ឋលេខាធិការក៏ច្រើនលើលប់ហើយដូច្នេះរដ្ឋាភិបាលគ្មានថវិកាអាចទៅពង្រឹងវិស័យការពារជាតិបានល្អជាងនេះនោះទេលើកលែងតែមានមេដឹកនាំថ្មីចំពោះការលើកឡើងរបស់លោកហ៊ុនសែនដែលថានឹងធ្វើឲ្យវិស័យការពារជាតិខ្លាំងនាពេលខាងមុខគឺគ្រាន់តែជាការនិយាយកុហកបោកប្រាស់ឲ្យពលរដ្ឋជឿដើម្បីអាចឲ្យត្រកូលហ៊ុនបានកាន់អំណាចតទៅមុខទៀតតែប៉ុណ្ណោះពីព្រោះបើលោកហ៊ុនសែនខ្លាំងមែនមិនមែនដឹកនាំប្រទេសជាង40ឆ្នាំមកហើយប្រទេសជាតិនៅតែទន់ខ្សោយត្រូវថៃប្រមាថមើងងាយចូលរំលោភយកដីតាមតែអំពើចិត្តបែបនេះនោះទេមន្ត្រីបកប្រឆាំងរូបនេះបានបញ្ជាក់ថាសូម្បីបច្ចុប្បន្នទីហ៊ានជួមុខច្រើនណាស់នៅមិនទាន់មានអោក្រោះនៅឡើយទេហើយអោក្រោះដែលលោកហ៊ុនសែនបានលើកបង្ហាញសង្ស័យទៅយកទៅចែកតែក្រុមអង្គរាជនិងប៉ូលីសបង្ក្រាបបាតុកម្មសម្រាប់តែបង្ក្រាបខ្មែរគ្នាឯងតែប៉ុណ្ណោះដោយមិនយកទៅផ្ដល់ឲ្យកងទ័ពជួមុខនោះទេ
ទើបបច្ចុប្បន្នកងទ័ពជួរមុខនៅតែបន្តស្នើសុំឲ្យក្រោកពីលោកក្រៅពីនេះកម្ពុជាគ្មានយន្តហោះចម្បាំងសូម្បីតែមួយគ្រឿងគ្មានសំណាញ់មេឃគ្មានដ្រូនចម្បាំងឲ្យបានច្រើនគ្មានកំភ្លើងបាញ់ដ្រូនច្រើននិងគ្មានសភាវុធទំនើបច្រើននិងមិនអាចទប់ទល់ជាមួយថៃបានទេប្រសិនបើមានការផ្ទុះសង្គ្រាមលើកទី3រដ្ឋានឹងជួយរដ្ឋាភិបាលឲ្យផលិតនៅសម្ភារៈយោធាឲ្យបាននៅពេលខាងមុខហ្នឹងសម្បីតែអង្គរវត្តខ្មែរធ្វើបានឬអីធ្វើមិនបានហ្នឹងខ្ញុំយល់ថាសម្រាប់គាត់ធ្វើមិនបានទេតកូលហ៊ុនធ្វើមិនបានទេនឹងលេងតែមានដំណោះស្វែងនឹងធ្វើបានហើយវាចង់ធ្វើបានត្រូវធ្វើម៉េចកាត់បន្ថយអំពើពុករលួយបពុនិយមគ្រួសារនិយមអីហ្នឹងរដ្ឋលេខាធិការអនុរដ្ឋលេខាធិការក្នុងក្រសួង100នាក់ជាងដាក់ទៅត្រឹម4នាក់បានហើយទីប្រឹក្សារាប់ពាន់នាក់យកត្រឹមតែ100នាក់បានហើយមិនកាត់បន្ថយរដ្ឋាភិបាលស្វាធំទៅយើងអាចពង្រឹងវិស័យយោធាបានហើយលោកបានអំពើពុករលួយបពុនិយមទៅហ្នឹងមានលុយដើម្បីពង្រឹងវិស័យយោធានឹងបានហើយជាមួយគ្នានេះលោកសុកសគុណហៅជាមសុកជាអតីតកងទ័ពខ្មែរកាលពីសម័យសង្គ្រាមនិងជាអ្នកស្រាវជ្រាវបានថ្លែងថាសង្គមកម្ពុជាបច្ចុប្បន្នមានកម្រិតអំពើពុករលួយធ្ងន់ធ្ងរបំផុតហើយមេបញ្ជាការកងទ័ពធំច្រើនណាស់ពាក្យ10ផ្កាយ4ប៉ុន្តែមិនចេះអានផែនទីហៅកំភ្លើងធំនិងការរៀបចំប្រយុទ្ធនៅសមរភូមិនោះទេនិយាយដូច្នេះមិនមែនលោកមើងងាយកងទ័ពខ្មែរនោះទេប៉ុន្តែគ្រាន់តែប្រាប់ឲ្យដឹងដើម្បីមានការកែប្រែលោកជាមសុកដែលជាអ្នកធ្វើអត្ថាធិប្បាយលើបណ្ដាញសង្គមផងដែរនោះបញ្ជាក់ថាក្រៅពីរថក្រោះនិងកំភ្លើងជ្រងច្រាងដែលភាគច្រើនរៀបចំសម្រាប់តែត្រៀមបង្ក្រាបខ្មែរគ្នាឯងដើម្បីការពារអំណាចកងទ័ពកម្ពុជាគ្មានគុណភាពនិងគ្មានសមត្ថភាពក្នុងការប្រយុទ្ធនៅសមរភូមិដើម្បីច្បាំងការពារទឹកដីប្រឆាំងនឹងបរទេសឈ្លានពាននោះទេជាមួយគ្នានេះរចនាសម្ព័ន្ធកងទ័ពកម្ពុជាមិនបានរៀបចំឲ្យបានត្រឹមត្រូវទៅតាមក្បួនខ្នាតស្តង់ដារបច្ចេកទេសនោះទេគឺរៀបចំតាមតែអំពើចិត្តតាមបែបទ័ពប្រៃនៃពួកកុម្មុយនីសបើទោះបីជាកូនអ្នកធំមួយចំនួនរួមទាំងលោកហ៊ុនម៉ាណែតបានទៅរៀននៅប្រទេសសេរីយ៉ាងណាក៏ដោយខណៈអ្នកដែលមានចំណេះដឹងមានជំនាញខាងកងទ័ពពិតប្រាកដត្រូវបានគេផាត់ចោលដោយលើកបន្ទប់តែកូនអ្នកធំដែលគ្មានចំណេះគ្មានជំនាញបច្ចេកទេសយោធាលោកថាសូម្បីតែលោកហ៊ុនសែនក៏មិនដែលបានចូលរៀននៅសាលានីតិហ៊ាននោះដែរហើយក៏មិនដែលរៀនច្បាំងនៅសាលាវៀតណាមឡើយនៅមុនពេលដែលវៀតណាមបានលើកបន្ទប់ឲ្យធ្វើជារដ្ឋមន្ត្រីការបរទេសបពាក់កាយ5មែនប៉ុន្តែលោកហ៊ុនសែនអត់ចេះច្បាំងនៅក្នុងប្រតិបត្តិការសិទ្ធិវិន័យទេលោកហ៊ុនសែនចេះច្បាំងនៅក្នុងប្រតិបត្តិការសិទ្ធិតបព្រៃលោកហ៊ុនសែនមិនមែនជាមេតបទេមេតបតែឈ្មោះតាផ្កាយតែគាត់មិនមែនមេតបទេសូមបញ្ជាក់ថាបើយើងមើលប្រវត្តិរបស់គាត់លោកហ៊ុនសែនអត់បានច្បាំងទេសង្គ្រាម5ឆ្នាំនោះនៅពេលដែលគេចាប់ដើមច្បាំងខ្លាំងលោកហ៊ុនសែនត្រូវរបួសទៅហើយគាត់មិនមែនបញ្ជាការកងវីរៈដែលស្វាត់ស្វាញទេអត់ទេយើងរៀនគិតអញ្ចឹងមិនមែនចេះថាមើលស្រាលអីទេមនុស្សអត់ដែលកាន់តបចាញ់ច្បាំងហើយអត់ដែលរៀនសាលាអេកូលមីលីទេចេះច្បាំងហ្មងតែសែនគាត់ពាក់ផ្កាយ5មែនគាត់មិនដែលចូលសាលាងាយទៅហ៊ានណាហើយសង្គមយើងនេះពុកអលួយដល់ចំណុចមួយដែលយើងអត់ជឿសាលាទេយើងជឿសញ្ញាបត្រកាត់អាចសម្រាប់លោកអ៊ុំសំអានជឿថាលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតនឹងមិនអាចធ្វើកំណែទម្រង់ប្រព័ន្ធដឹកនាំរដ្ឋបង្រួមរដ្ឋាភិបាលក្បាលធំឲ្យមកជាតូចបានទេដូច្នេះលោកគ្មានរំពឹងអ្វីទៅលើការផលិតសម្ភារៈយោធាបានច្រើនគ្រប់គ្រាន់ដើម្បីទប់ទល់ជាមួយនឹងថៃឈ្លានពានបាននោះទេមន្ត្រីបកប្រឆាំងរូបនេះបានជំរុញឲ្យលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតគួរសំងំខំធ្វើការឲ្យបានច្រើននិងត្រូវប្រញាប់ដឹងថៃទៅតុលាការអន្តរជាតិប្រសើរជាងការដើរនិយាយបន្លំពលរដ្ឋខណៈថៃនៅតែបន្តឈ្លានពានទៅដីកម្ពុជានៅឡើយទោះបីជាចាញ់សង្គ្រាមថៃ2ដងហើយថៃឈ្លានពានទឹកដីខ្មែរយើងសាច់ចិត្តនៅពេលនេះធ្វើរំងដាក់មិនឡានលុះដាក់ទូកុងតឺន័រទីបន្លាយអីអត់មានទៅទប់ស្កាត់ការឈ្លានពានរបស់ថៃផងណាក៏មានការអ៊ីនស្មាចេះតែអួតទោះបីជាថៃយកទឹកដីអស់ប៉ុណ្ណឹងហើយអស់62ទីតាំងហើយនៅតែអួតទៀតណាខ្ញុំយល់ថាតកូលហ៊ុនកាន់អំណាចគឺកម្ពុជាអត់មានសមត្ថភាពក្នុងការការពារទឹកដីមានសមត្ថភាពក្នុងការទាមទារទឹកដីមកវិញហើយក៏អត់មានសមត្ថភាពដើម្បីធ្វើឲ្យវិស័យយោធានឹងវាល្អប្រសើរជាងនឹងទេអត់មានអីផ្លែនោះទេនិយាយដើម្បីបោកប្រាស់ប្រជាពលរដ្ឋឲ្យប្រជាពលរដ្ឋជឿទុកចិត្តតកូលហ៊ុននោះតកូលហ៊ុនអាចដឹកនាំប្រទេសតទៅមុខទៀតបានណាបន្ថែមពីនេះលោកម៉ាណែតលើកឡើងថាការបន្តចុះមូលដ្ឋានជាមួយនឹងការថ្លែងសាររបស់លោកហ៊ុនសែនគឺជាការបង្កការរំខានទៅដល់ការងារមួយចំនួនរបស់រដ្ឋាភិបាលលោកហ៊ុនម៉ាណែតដែលកំពុងធ្វើដូចជាការថ្លែងតាក់ទងទៅនឹងវិវាទព្រំដែនជាមួយនឹងប្រទេសថៃដែលបានត្រឹមតែធ្វើឲ្យថៃខឹងសម្បាធ្វើឲ្យបញ្ហាព្រំដែនឡើងកម្ដៅដោយមិនអាចជួយដោះស្រាយបញ្ហាអ្វីបានឡើយហេតុអ្វីបានជាលោកហ៊ុនសែនចេញមកថ្លែងការមិនចេះអៀនខ្មាស់សពថ្ងៃហ្នឹងគាត់ដើរជួបប្រជាពលរដ្ឋជនភៀសសឹកគាត់ជួបឃោសនាធ្វើប្រជាពិធដល់ប្រជាពលរដ្ឋនៅគណៈពេលដែលសៀមកំពុងតែឈ្លានពានទឹកដីកម្ពុជាមិនទាន់ដកដៃហើយគាត់ផ្ញើសារប្រទេសផ្ដាស់បង្កកំហឹងទៅដល់ស្
ថៃឆ្លៀនពៀនហ្នឹងគេធ្វើឲ្យគេមានអារិភាពអប់ពើមមេដឹកនាំកម្ពុជាថែមទៀតអញ្ចឹងគេពង្រីកការឆ្លៀនពៀនតាមទំនើងចិត្តដូចសពថ្ងៃអញ្ចឹងមិនដឹងថាលោកហ៊ុនម៉ាណែតលោកទាសីហាដែលជាក្រុមប្រឹក្សានៃរដ្ឋាភិបាលរបស់ក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលគាត់ហ្នឹងអាចទៅធ្វើអីកើតទេនៅឡើយទេហេតុអ្វីបានលោកហ៊ុនសែនថ្លែងសារផ្ដេសផ្ដាសបំបែកបំបាក់ជាតិខ្លួនឯងបង្ក្រាបគម្រាមកំហែងបរិបទខ្លួនឯងគម្រាមកំហែងអ្នកប្រឆាំងអ្នកប្រជាធិបតេយ្យ សូមបញ្ជាក់ថាតាកតងទៅនឹងការធ្វើកំណែទម្រង់កងទ័ពលោកនាយរដ្ឋមន្ត្រីហ៊ុនម៉ាណែតបានប្រកាសកាលពីពេលថ្មីៗនេះថានៅពេលនេះរដ្ឋាភិបាលរបស់លោកកំពុងបន្តធ្វើកំណែទម្រង់ក្រសួងការពារជាតិដោយកាត់បង្រួងក្បាលឲ្យតូចហើយពង្រីកខ្លួននឹងជើងដៃឲ្យធំ